ដៃធំមួយលោកចេញពីភាពងឹតគាត់មិនបានធ្វើបាបក្មេងប្រុសនោះទេដៃធំគ្រាន់តែចាប់ផ្លែឈើពីរបីផ្លែដោយចៃដន្យក្មេងប្រុសនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលគាត់បានឃើញខ្ញុំមិនដែលឃើញស្វាធំបែបនេះពីមុនមកទេយ៉ាគោលបំណងនៃការចាប់ក្មេងប្រុសនោះគឺដើម្បីទទួលបានអណ្ដាតភ្លើងប៉ុន្តែក្មេងប្រុសនោះធំឡើងនៅក្នុងព្រៃគាត់មិនដឹងពីរបៀបធ្វើភ្លើងទេយ៉ាមិនជឿលើក្មេងប្រុសទេការសន្ទនារបស់ពួកគេកាន់តែក្តៅគប់ឡើងខ្ញុំអាចអ្នកនឹងនៅទីនេះនៅពេលនេះខ្លាឃ្មុំពណ៌ត្នោតមួយបានដើរចូលគាត់បានព្យាយាមដោយចេតនាដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាខ្លាខិនខ្មៅបានលួចឡើងទៅខាងក្រោយពួកគេបានឆ្លៀតឱកាសពីភាពមិនយកចិត្តទុកដាក់របស់យក្សពួកគេបានយកក្មេងប្រុសនោះទៅដោយសម្ងាត់ប៉ុន្តែពួកគេត្រូវបានស្វាតូចមួយក្បាលប្រទះឃើញស្វាក៏ស្រែកឡើងភ្លាមក្មេងប្រុសនិងខ្លាខិនខ្មៅបានបង្កើនល្បឿនហើយរត់គេចខ្លួនយក្សបានបញ្ជាឲ្យបិទបន្ទីនោះយ៉ាងប្រញាប់ប្រញាល់ខ្លាឃ្មុំពណ៌ត្នោតក៏បានរត់គេចខ្លួនដែរពួកគេទើបតែរត់ចេញពីទ្វារស្វារាប់ពាន់ក្បាលបានដើរតាមខ្លាខិនខ្មៅនិងខ្លាឃ្មុំពណ៌ត្នោតបានអនុញ្ញាតឲ្យក្មេងប្រុសនោះរត់គេចខ្លួនមុនពួកគេបាននៅពីក្រោយដើម្បីដោះស្រាយជាមួយស្វាដោយមិននឹកស្មានដល់ស្វាយក្សខ្លួនឯងបានលេចចេញពីបន្ទាយគាត់បានស្រែកឡើងដោយកំហឹងមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទោះបីជារាងកាយរបស់ស្វាយក្សមានទំហំធំក៏ដោយប៉ុន្តែវាមិនប៉ះពាល់ដល់ភាពរហ័សរហួនរបស់វាតតែសោះពួកគេបានបិទផ្លូវរបស់ក្មេងប្រុសនោះយ៉ាងលឿនក្មេងប្រុសនោះបានព្រមានស្វាយក្សយ៉ាងប្រញាប់ប្រញាល់ថាបើឯងហ៊ានប៉ះខ្ញុំស្ដេចចុកនឹងមិនអត់ទោសឲ្យអ្នកទេប៉ុន្តែពាក្យសម្ដីរបស់ស្វាយក្សបានធ្វើឲ្យក្មេងប្រុសនោះបន្ទោសខ្លួនឯងស្ដេចចុកត្រូវបានខ្លាសម្លាប់ដោយសារតែអ្នកក្មេងប្រុសនោះមិនអាចជឿបានទេគាត់បានលាក់ខ្លួនយ៉ាងរហ័សនៅក្នុងបន្ទាយស្វាយក្សបានធ្លាក់ចូលទៅខាងក្នុងគាត់នឹងមិនឈប់តតែសោះដើម្បីចាប់ក្មេងប្រុសនោះបានរត់គេចខ្លួនយក្សនោះបន្តវាបំបែកសសរថ្មនៃបន្ទាយក្មេងប្រុសនោះបានតម្រង់ទៅច្រកចេញនៅខាងមុខគាត់លោតចេញមួយជំហាននៅពេលនេះយក្សមិនដឹងពីគ្រោះថ្នាក់នោះទេពេលលាសំឡេងនោះហើយក៏ងើយមុខឡើងបន្ទាយដ៏ធំសម្បើមបានចាប់ផ្ដើមដួលរលំក្រុមស្វាបានឃើញមេដឹកនាំរបស់ពួកគេត្រូវបានកប់នៅក្រោមដីពួកគេក៏គ្មានចន្ទៈក្នុងការប្រយុទ្ធដែរគាត់ប្រញាប់រត់ទៅរំកិលថ្មក្មេងប្រុសនោះបានរួចជីវិតដោយសារសំណាងអាក្រក់ប៉ុន្តែគាត់មិនមានអារម្មណ៍រីករាយតតែសោះគាត់បានលោតចុះពីលើដើមឈើប្រញាប់ប្រញាល់ទៅរកហ្វូងចោកគាត់ចង់សងសឹកស្ដេចចោកដែលបានស្លាប់ក្មេងប្រុសនោះបានឆ្លងកាត់ភូមិមនុស្សមួយនៅតាមផ្លូវរបស់គាត់ចាប់ការភ្លើងមួយហើយរត់ចូលទៅក្នុងព្រៃសត្វស្លាបមួយក្បាលបានឃើញពើរបស់មនុស្សគាត់បានប្រញាប់ទៅប្រមានអ្នករាល់គ្នាឲ្យរត់ទៅច្រាំងទន្លេអ្វីដែលក្មេងប្រុសនោះមិនបានដឹងនោះគឺអណ្ដាតភ្លើងបានធ្លាក់ចូលទៅក្នុងស្មៅដែលគាត់បានឆ្លងកាត់គាត់បានមកដល់ច្រាំងទន្លេហើយទើបតែបានរកឃើញខ្លានោះងាកមកពួកគេបានរកឃើញថាព្រៃនៅពីក្រោយពួកគេត្រូវបានឆេះសត្វនៅពីមុខគាត់ទាំងអស់ខ្លាចពើនៅក្នុងដៃរបស់គាត់ក្មេងប្រុសនោះមានអារម្មណ៍ថាមានកំហុសយ៉ាងខ្លាំងដោយមានខ្លាកំពុងផ្លុំអណ្ដាតភ្លើងពីចំហៀងនៅក្នុងកំហឹងរបស់គាត់បានបោះអណ្ដាតភ្លើងនៅក្នុងដៃរបស់គាត់ចូលទៅក្នុងទឹករឿងនេះបានចូលទៅក្នុងអន្ទាក់របស់ខ្លាក្មេងប្រុសនោះលែងមានអាវុធទៀតហើយខ្លាបានដើរមករកគាត់មួយជំហានម្ដងខ្លាឃ្មុំពណ៌ត្នោតបានមកហើយការពារក្មេងប្រុសនោះបន្ទាប់មកគឺខ្លាខិនខ្មៅនិងហ្វូងចុកទាំងមូលខ្លាមិនអនុញ្ញាតឲ្យសត្វណាមួយមើលងាយអំណាចរបស់វាឡើយគាត់និងខ្លាឃ្មុំពណ៌ត្នោតបានស្ទុះមករកគ្នាហើយចាប់ផ្ដើមប្រយុទ្ធគ្នាទោះបីជាខ្លាឃ្មុំពណ៌ត្នោតមានទំហំធំក៏ដោយប៉ុន្តែគាត់នៅតែមិនអាចយកឈ្នះខ្លាបានហ្វូងចុកបន្ទាប់មកបានរលទៅមុខក្មេងប្រុសនោះក៏ប្រញាប់ប្រញាល់ទៅមុខដែរខ្លាខិនខ្មៅស្រាប់តែស្ទុះមករកក្មេងប្រុសនោះគាត់បានធ្វើឲ្យក្មេងប្រុសនោះដឹងថាគាត់មិនមែនជីកចុកទេយើងគួរគិតអំពីអ្វីដែលមនុស្សគួរធ្វើក្មេងប្រុសនោះបានក្រោកឡើងហើយរត់ទៅរកព្រៃដែលកំពុងឆេះចុកបានឡំពាត់ខ្លាប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេអាចប្រៀបទៅនឹងខ្លាបានឡើយគាត់បានវាយចុកមួយក្បាលឲ្យដួលដោយគ្រាន់តែប្រើក្រញាំដៃមួយប៉ុណ្ណោះខ្លាបានឃើញក្មេងប្រុសនោះហើយរត់ចេញគាត់មិនបានស្ទាក់ស្ទើរក្នុងការប្រយុទ្ធទេពួកគេបានដេញតាមក្មេងប្រុសនោះយ៉ាងលឿនខ្លាខិនខ្មៅបានឃើញវាដើរតាមពីក្រោយយ៉ាងជិតគាត់បានលោតហើយស្ទុះទៅចាប់ខ្លានេះបានធ្វើឲ្យក្មេងប្រុសនេះមានពេលរត់គេចខ្លួនបន្ថែមទៀត Black Panther ត្រូវបានកម្ចាត់យ៉ាងឆាប់រហ័សក្មេងប្រុសនោះបានឡើងដើមឈើធំមួយប៉ុន្តែខ្លានេះក៏អាចឡើងដើមឈើបានដែរក្មេងប្រុសនោះត្រូវបានខ្លាឃ្លានមួយក្បាលចាក់ចំទ្រូងដោយចៃដន្យសំណាងល្អមេឃឈើបានរារាំងវាបើមិនដូច្នោះទេផលវិបាកនឹងមិនអាចនឹកស្មានដល់ក្មេងប្រុសនោះបានលបួងខ្លាឲ្យទៅលើសពីកំពូលដើមឈើគាត់ចេតនាធ្វើឲ្យខ្លាដែលឃ្លាននោះភ្ញាក់ផ្អើលដោយខ្លាបានស្ទុះមករកគាត់អញ្ចឹងក្មេងប្រុសនោះបានលោតទៅលើដើមទំពាំងបាយជូរដែលត្រូវបានរៀបចំទុកជាមុនដើមឈើងាប់ដែលខ្លាកំពុងកាន់នោះស្រាប់តែបាក់បែកគាត់បានធ្លាក់ចូលទៅក្នុងសមុទ្រភ្លើងដែលគ្មានបាតក្មេងប្រុសនោះបានប្រើភាពប៉ិនប្រសពរបស់មនុស្សដើម្បីសម្លាប់ខ្លាប៉ុន្តែគាត់មិនអាចមានអារម្មណ៍សប្បាយចិត្តតតែសោះជាសំណាងល្អយើងបានជួបហ្វូងដំរីប្រើកម្លាំងដ៏ខ្លាំងក្លារបស់វាដើម្បីផ្ដួលរំលំដើមឈើពួកគេបានបិទទន្លេភ្លើងឆេះប្រៃត្រូវបានពន្លត់អវត្តមាននៃខ្លាដែលឃ្លានក្មេងប្រុសនិងហ្វូងចោករស់នៅដោយសុខដុមរមនាក្នុងព្រៃនេះ